បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែកលេខបងប្អូនទាក់ទងទៅនឹងការ trade fund ធ្វើម៉េចបានជាប់ហើយនេះជា certificate របស់ខ្ញុំថ្មីហើយខ្ញុំបាន trade ជាប់នៅថ្ងៃទី29ខែមុនហ្នឹងហើយអញ្ចឹងខ្ញុំទៅបានយកវាមកដាក់សុំអញ្ចឹងទៅបានយកវាមកដាក់សុំបង្ហាញបងប្អូនអរគ្នាហើយថ្ងៃនេះខ្ញុំមកចែកលេខតិចនិចទាក់ទងទៅនឹងការ trade fund ថាយើងធ្វើម៉េចយើងអាច trade fund ជាប់តែយើងគូ BL ពីណាទៅណាហើយវីដេអូនេះក៏ផ្សាយទៅកាន់បងប្អូនមួយចំនួនធំដែលគាត់ជាអ្នក trade ហើយគាត់ចង់ស្វែងយល់អំពី fund លក្ខខណ្ឌ fund មួយចំនួនថា fund គេធ្វើបែបណាដើម្បី trade ជាប់ហើយ fund គេ trade បែបណាតើគេដកលុយតាមណាគេយកលុយទៅទិញតាមណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំស្រាវចម្ងល់បងប្អូនទាក់ទងទៅនឹងការ trade technical ថាយើងធ្វើម៉េចបើយើង trade ជាប់ទេខ្ញុំបានបង្ហាញវីដេអូពីរបៀបទិញវីដេអូអំពីការដក revert ពី fund មកវិញទេអញ្ចឹងខ្ញុំចង់ show ឲ្យបងប្អូនអរគ្នាមើល account មួយគឺ account ហ្នឹងខ្ញុំបាន trade ដកលុយច្រើនហើយ account នេះតា 50k ទេប៉ុន្តែខ្ញុំ trade ខ្ញុំកាន់បានថេមួយឆ្នាំជាងហើយគឺ 50k មួយឆ្នាំជាងហើយថ្មីនេះខ្ញុំបាន trade ជាប់100k ដែរខ្ញុំបានទិញ200k ដែរក៏ថាខ្ញុំ trade តង់ទី1ឯងប៉ុន្តែចូលដល់តង់ទី2ខ្ញុំបានធ្វើការ fail អញ្ចឹងអានេះជាបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំ trade ខាតខ្ញុំនិយាយថាខាតចំណេញខ្ញុំនិយាយថាចំណេញអញ្ចឹងតិចនិចមួយចំនួនដែលខ្ញុំបានកត់ត្រាសម្គាល់ពីខ្លួនឯងដែលខ្ញុំបាននៅទុកដើម្បីចែកម្លែកបងប្អូនទាំងអស់គ្នាគឺមាន8ចំណុចដែលធ្វើឲ្យបងប្អូនទាំងអស់គ្នា trade fund ជាប់ហើយបងប្អូនអ្នកគ្នាមុននឹង trade platform បងប្អូនអ្នកគ្នាត្រូវតែស្វែងយល់អំពី platform មួយចំនួនថាក្រុមហ៊ុននេះគេលក្ខខណ្ឌគេបែបណាហើយក្រុមហ៊ុននេះលក្ខខណ្ឌគេបែបណាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែស្វែងយល់អំពី platform មួយថាឧទាហរណ៍ STMO ឬក៏ Fundix ឬក៏ Defier ឬក៏ FXI5 អញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវស្វែងយល់អំពីលក្ខខណ្ឌនៅក្នុងការ trade fund នីមួយៗដោយសារតែ fund នីមួយៗគឺមានចំណុចហើយនឹងមានលក្ខខណ្ឌខុសៗគ្នានៅក្នុងការប្រកួតឬក៏នៅក្នុងការពង challenge trade ហ្នឹងទី1បងប្អូនទាំងអស់គ្នាត្រូវចេះអត់ធ្មត់នៅក្នុងការ trade ហើយអត់ធ្មត់បែបណាអត់ធ្មត់នៅក្នុងការរងចាំពេលណាដែលផ្សារកំពុងទៅដើរបែបណាពេលណាដែលមាន confirm ឬក៏មានហេតុការណ៍ណាមួយដែលបងប្អូនគួរតែចូលនៅក្នុងការ trade ហើយទី2បងប្អូនទាំងអស់គ្នា trade ត្រូវតែមានគោលដៅហើយសម្រាប់ platform បងប្អូនទាំងអស់គ្នាត្រូវតែមានគោលដៅនៅក្នុងការ trade អញ្ចឹងគោលដៅបែបណាបងប្អូនទាំងអស់គ្នាដាក់គោលដៅទៅថាថ្ងៃនេះត្រូវយកប្រមាណឬក៏ថ្ងៃស្អែកត្រូវយកប្រមាណថ្ងៃនេះត្រូវខាតប្រមាណនេះត្រូវចេះគ្រប់គ្រងខ្លួនឯងអាហ្នឹងគេហៅថាការ trade មានគោលដៅហើយបើមិនតែបងប្អូនទាំងអស់គ្នា trade អត់មានគោលដៅទេឧទាហរណ៍បងប្អូនទាំងអស់គ្នាថ្ងៃនេះចំណេញ1000ដុល្លារអានេះចំណេញ500ថ្ងៃស្អែកទៀតបងប្អូនចំណេញ1000ប៉ុន្តែបើលែនបងប្អូនទាំងអស់គ្នាមួយអាទិត្យក្រោយមកបងប្អូនទាំងអស់គ្នានឹង lose all មានន័យថា lose ទាំងដើមរបស់បងប្អូនទាំងអស់គ្នា lose ទាំង profit ដែលបងប្អូនទាំងអស់គ្នាត្រូវចំណេញជាប្រចាំថ្ងៃម្ដងតិចម្ដងច្រើនឬទៅតាមភាគរយបងប្អូនទាំងអស់គ្នា trade បានទៅអញ្ចឹងគោលដៅនេះវាពិតជាសំខាន់នៅក្នុងការ trade របស់យើងមែនតើអញ្ចឹងនេះ trade អត់មានគោលដៅគឺភាគច្រើនថ្ងៃនេះចំណេញ100%ថ្ងៃស្អែកចំណេញ50%ថ្ងៃខាងស្អែកដាច់អស់លេងអត់មានអសល់កាក់មួយសេនទេអញ្ចឹងទី4វិញទី4បងប្អូនអ្នកគ្នាចូលផ្សារត្រូវតែមានការវិភាគមានន័យថាវិភាគទីផ្សារមុននឹងចូលអញ្ចឹងបងប្អូនអ្នកគ្នាត្រូវតែវិភាគទីផ្សារសិនមុននឹងចូលថាពេលណាដែលយើងគួរចូល buy ពេលណាដែលយើងគួរចូល sell ថាពេលណាដែលបងប្អូនគិតថាកន្លែងនេះត្រូវចូល buy ពេលណាដែលបងប្អូនគិតថាកន្លែងត្រូវចូល sell ត្រូវមានតែមើលទីផ្សារថាវា confirm បែបណាថាវាមាន direction បែបណាថាទីផ្សារហ្នឹងគោលដៅរបស់វាធំទៅណាហើយយើងគួរតែ trade មើល time frame ណាអញ្ចឹងទី4គឺការវិភាគទីផ្សារមុននឹងចូលហើយចូលដល់ទី5វិញទី5បងប្អូនទាំងអស់គ្នាត្រូវចេះការពី account ថា account ហ្នឹងយើងធ្វើបែបណាដើម្បីឲ្យនៅជាមួយយើងបានយូរយើងធ្វើបែបណាដើម្បីឲ្យកុំឲ្យ account ហ្នឹង fail មានថាទោះយើងខាតក៏យើងអាច recover balance ដែលយើងខាតយើងអាចយកមកវិញបានអញ្ចឹងណាហ្នឹងយើងត្រូវចេះការពី account ហើយទី6វិញយើង trade បែប business not trade បែបលបាយ not trade បែប game អញ្ចឹងបងប្អូនអ្នកគ្នាត្រូវធ្វើម៉េចឲ្យ trade ហ្នឹងបែប business កុំលក្ខណៈថា trade បែបលបាយ
មួយពេលមួយឆាវតែមានថាយើងយកអាការតែហ្នឹងយើងធ្វើបែប business ដែលយើងដើម្បីរកចំណូលប្រចាំថ្ងៃដើម្បីជាចំណូលមួយដែលថេកជាប្រចាំខែឬក៏ជាប្រចាំសប្តាហ៍អញ្ចឹងទៅហើយទី7វិញបងប្អូនទាំងអស់គ្នាត្រូវចេះកាត់ខាតហើយបងប្អូនទាំងអស់គ្នាត្រូវតែចេះកាត់ខាតត្រូវចេះកាត់ចំណេញនៅក្នុងការត្រាត់ទៅតាមទីផ្សារជាក់ស្ដែងបងប្អូនទាំងអស់គ្នាកុំឃើញទីផ្សារពេលណាដែលយើង hold ខាតអស់ quality ពេលណាដែលយើងចំណេញមកលេខអត់ទាន់កាត់អស់លេខអញ្ចឹងវាជាបញ្ហាធំមួយដែរដែលបងប្អូនភាគច្រើនមិនមែនភាគតិចទេគឺបងប្អូនភាគច្រើនតែម្ដងដែលពួកគាត់អត់ហ៊ានកាត់នៅក្នុងការខាតទេអញ្ចឹងទី8ហ្នឹងជាចំណុចសំខាន់មួយដែរហើយក៏ជាចំណុចចុងក្រោយនៅក្នុង skill របស់ខ្ញុំដែរទី8ហ្នឹងមានន័យថាយើងត្រូវរៀនអំពីទីផ្សារហ្នឹងគឺត្រូវរៀនរហូតដោយសារតែទីផ្សារហ្នឹងវាមានថ្មីរហូតវាអត់នៅដែរទេទីផ្សារវាតែងតែអាប់ដេតពីមួយកម្រិតទៅមួយកម្រិតព្រោះថាកម្រិតដែលយើងរៀនគឺយើងត្រូវស្វែងយល់អំពីបញ្ហាផ្សេងដែលធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សាររបស់យើងឬក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកយើងត្រូវតាមដានអំពីព័ត៌មានឬក៏វិបត្តិផ្សេងទៅដែលធ្វើឲ្យមាសឡើងឬក៏មាសចុះឬក៏ PE currency ឬក៏BTC វាឡើងវាចុះចឹងទៅបងប្អូនអ្នកគ្នាត្រូវរៀនបន្ថែមនៅក្នុងការ trade និយាយរួមទៅខ្ញុំ recommend ឲ្យបងប្អូនអ្នកគ្នាទោះទាំងអស់គ្នា trade ចំណេញប៉ុណ្ណាក៏ដោយនេះទាំងអស់គ្នា trade ចំណេញតិចឬក៏ចំណេញធំបងប្អូនអ្នកគ្នាត្រូវតែស្វែងយល់ពីវាបន្ថែមរហូតបងប្អូនកុំថាអញចេះ trade ហើយអញចេះប៉ុណ្ណឹងដែរអញត្រូវរៀនទៅអីអញចេះប៉ុណ្ណឹងដែរអញមានអីត្រូវរៀនអញ្ចឹងបងប្អូនអ្នកគ្នាត្រូវដូរអំពីទម្លាប់មួយហ្នឹងបើសិនតែបងប្អូនចង់បាននៅមេរៀនឬក៏ skill បន្ថែមទាក់ទងទៅនឹងការ trade មិនថា trade platform ឬក៏បងប្អូន trade account ខ្លួនឯងបងប្អូនមានចម្ងល់ឆ្ងល់អាច contact ឬក៏ចូលនៅក្នុង channel Telegram របស់ខ្ញុំបានដែលខ្ញុំដាក់នៅក្នុង link page របស់ហើយបងប្អូនអរគ្នាដែលអត់ទាន់ like page របស់ខ្ញុំបងប្អូនអាចចូល like page របស់ខ្ញុំអ្នកមួយទៅហើយនឹង TikTok បើអ្នកទាំងអស់គ្នាអត់ទាន់ follow ទេអាច follow អ្នកមួយទៅ